bạn miền xưa bong ôn dương từ ở khán giả là ngày liệt pel một video gì đấy nếu mong sắm ra chẳng ở toàn đăng thả video này bạn phong là vì nào đấy vấn đề là liệt pel mong sắm ra nhưng còn một thưa video tìm tuổiในยี่ยมปีYouTube ในขนมชนามปีปอนไปปรามให้วิดีโอนี้ยังเกิดทานในเลย YouTube ก็สปอร์ตแบบได้แต่วิล้อสำหรับบอบโอนไม่แต่กวาดบานตุสนาวิดีโอบอกย้อมให้หนึ่งบานช่วย subscribe ในช่องบอกย้อมก็หนึ่งแต่ตัวบานไว้ไม่อัปเดตปีย้อมไปปอนใน YouTube ได้บ้างไอ้ยังชื่อทางเศรษฐกิจเลยปีบ้าบองโอนก็กระพงแต่ชี้ยิ้มทัวอย่างน่าโรยจำโดนประแทมจมวยหนึ่งpassive income ตามอย่างการโรลในเรื่องออนไลน์ไอ้เดี๋ยวไล่มันแม้แต่บองโอนได้สมบัติจากขยมตัวก็กระพงแต่ชี้ยิ้มทัวครบอย่างดำใบโรลในเรื่องออนไลน์ปัจจัยการทัวการเรียนในเรื่องออนไลน์นี่คือยังมันเติมเอาเงินพอปักพอตลอดในนามันเนี้ยหรือก็จนจิตน้ำมวยในขนมปฏิน้ำมวยเตยังนังชี้ยิ้มทัวอย่างน่าเอาลุยนี่บ้านเมาสอบบับหอยตามกูก้าในคลายออนไลน์ในยังชี้ยิ้มทัวได้và vậyแบบนี้เหมือนban đây thay dương để thưa càng ngheแบบออนไลน์อยู่ออนไลน์chân ấyอย่างออกนี้หน่อยจังสมประหยัดคือออนไลน์นี่khi dương này mới bắt đầu là cứ âm ầm ô này anh và xài rồi lên là internet này anh hay dương miền platform ra để dương ai rồi bàn và rồi trên YouTube rồi trên Facebook rồi trên ad network ấy trên chẳng chia sẻ ad network cứ chọn mình tên và xong bây giờ Telegram Twitter lẫn có cái ai rồi bàn nàyแต่เดี๋ยวไล่ไงนี่ยมเลือกมันติ๊กเลยแบบปอนจากบน YouTube vàบางคนทำไมจะยิมศึกษาบ้านเชิญติ๊กแบบปอนใน YouTube ยังกลมลือกีตาร์เคยบอกเกยังจะยิมเติร์ทัวตามเกออดเลยบางคนจะยิมสายเดียวโยดังปีเละคันปีโกลกาหรือบอก YouTube สั้นถัดตาYouTube นั่งกดเถอะกาไอ้คลาปียืงทำไปไอ้ยืงไอ้รลุยมือกดบ้านเอาเละคันแต่กดเอายืงทัวเอากดนั่งตาเวียบบ้าออดเวียงงีสรูลออดเทียบจมูกนึงไว้แต่ยังทัวจุ่มดิ้งบ่ยังโจจัดออดก็เอาบางปอนลือกีตาร์บางปอนแต่ทัวปุ๊บที่มุ้ยอดยุลอดดังปีcommunity guideline របស់ YouTube គោលការណ៍ policy របស់ YouTube ទី2បងប្អូនអត់ត្រូវនឹងជំនាញអត់មាននៅសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ហើយបងប្អូនអត់យល់ពីCPM ដែលផ្ដល់លុយមកហ្នឹងប្រហែលនៅក្នុង geography ប្រទេសណាហ្នឹងគឺបងប្អូនប្រកាសជាប្រើប្រាស់ពេលវេលាខាត់ពេលជាមួយនឹងការធ្វើការងារហ្នឹងទាំងអស់គ្នាបាទអញ្ចឹងខ្ញុំស្នើសុំឲ្យបងប្អូនចំណាយពេលវេលាសិក្សារៀនសូត្រស្រាវជ្រាវជាមួយនឹង channel YouTube ផ្សេងៗបាទដោយ channel YouTube ខ្ញុំអញ្ចឹងបើសិនមិនមានការចែកម្លែកបងប្អូនចំណាយពេលស្ដាប់ដល់ចប់បងប្អូននឹងដឹងថាតើវាដូចអ្វីដែលគាត់និយាយដែរអត់បាទហើយបងប្អូនទៅស្រាវជ្រាវបន្ថែមទៅខ្ញុំនិយាយបែបនេះមិនមែនចង់ឲ្យបងប្អូនមើលវីដេអូរបស់ខ្ញុំឲ្យដល់ចប់ទើបទៅស្រាវជ្រាវទេខ្ញុំចង់និយាយថាឲ្យបងប្អូនព្យាយាមសិក្សាស្រាវជ្រាវបន្ថែមមុននឹងចាប់ផ្ដើមបង្កើត channel មុននឹងចាប់ផ្ដើមទៅទិញជាសម្ភារៈឬក៏ទិញជាកម្មវិធីឬក៏ឧបករណ៍ផ្សេងៗដើម្បីមកធ្វើការងាររលុយជាមួយអនឡាញហ្នឹងព្រោះថាពេលខ្លះបងប្អូនអាចចាប់ផ្ដើមស្រាវជ្រាវច្រើនទៅបងប្អូនធ្វើបន្តិចជាមួយនឹងឧបករណ៍ឬក៏សម្ភារៈដែលបងប្អូនមានហ្នឹងបងប្អូនក៏អាចរកចំណូលបានជាមួយនឹងវិស័យអនឡាញហ្នឹងដែរគាត់ថាបើយើងធ្វើតាមលទ្ធភាពយើងនៅអ្វីដែលយើងមានយើងអាចនឹងរៀងយឺតតិចប៉ុន្តែនៅពេលដែលយើងមានគ្រប់គ្រាន់គឺយើងច្បាស់លាស់យើងមានជំនាញហើយបងប្អូនដែលយល់ថានៅលើវិស័យនេះគឺអត់មានអីថិតថេរទេវាមានការអាប់ដេតរហូតប្រព័ន្ធរបស់ក្រុមហ៊ុនមួយ platform មួយហ្នឹងគឺគេមិនមានការរក្សាឲ្យនៅដដែលទេគេតែងតែមានការអាប់ដេតដូចជាគោលនយោបាយរបស់គេដូចជាគោលការណ៍របស់គេឬក៏គេមានប្រើប្រព័ន្ធ AI ដើម្បីចាប់ថាតើuser ឬក៏អ្នកបង្កើត account គេដើម្បីធ្វើ monetize មួយគេហ្នឹងតើមានភាពស្មោះត្រង់អត់ឬក៏មានការបោកប្រាស់ពូតភោកកុហកឬក៏ចុច click អីចឹងទៅហ្នឹងហើយអញ្ចឹងវាសម័យនេះគឺវារៀងតឹងជាងមុនប៉ុន្តែបើសិនបើបងប្អូនព្យាយាមធ្វើហើយបងប្អូនសិក្សាស្រាវជ្រាវឲ្យបានច្រើនពាក់ព័ន្ធនឹងគោលការណ៍ពាក់ព័ន្ធជាមួយនឹងការ update របស់ platform មួយហ្នឹងហើយនឹងមួយទៀតនោះគឺ
ហ្វឹកហាត់ជំនាញរបស់យើងបន្ថែមក៏ដូចជាអ្វីដែលយើងមិនទាន់មានយើងបំពេញបន្ថែមតាមរយៈការស្រាវជ្រាវនៅលើអ៊ីនធឺណិតហ្នឹងទៅខ្ញុំជឿថាបងប្អូនអាចនឹងស្ទាត់ជំនាញជាងមុនហើយបងប្អូនធ្វើទៅមិនសូវជួបបញ្ហាហើយបងប្អូនក៏អត់ខាតពេលវេលាក៏អត់បានចំណាយលុយខ្ជះខ្ជាយឥតប្រយោជន៍ទៅលើសម្ភារៈឧបករណ៍ឬក៏កម្មវិធីមួយចំនួនដើម្បីយកមកបង្កើននៅប្រសិទ្ធភាពការងារបងប្អូនដែរបាទអញ្ចឹងខ្ញុំគិតថាយ៉ាងយូរមួយឆ្នាំបងប្អូនត្រូវប្រើពេលមួយឆ្នាំដើម្បីអភិវឌ្ឍខ្លួនប៉ុន្តែនៅក្នុងមួយឆ្នាំនេះបងប្អូនអាចសាកល្បងធ្វើការបង្កើត account ក៏បានដែរបើសិនបើបងប្អូនចង់តេស្តសាកល្បងប៉ុន្តែមិនមែនជា account ដើម្បីយកមកអនុវត្តការងាររលុយពិតប្រាកដទេបងប្អូនបង្កើតជាលក្ខណៈ account ឬក៏ platform ហ្នឹងដោយប្រើ user បងប្អូនហ្នឹងមួយណាមួយនោះដើម្បីគ្រាន់ដើម្បីស្វែងយល់ដើម្បីយល់ដឹងថាតើវាមានផលប៉ះពាល់អីអត់នៅពេលដែលបងប្អូនយល់បានច្រើនបងប្អូនអាចនឹងបង្កើតនៅ channel ឬក៏ account ពិតប្រាកដបាទដើម្បីធ្វើការupload វីដេអូឬក៏ដាក់នៅជំនាញបទពិសោធន៍ដែលយើងមានហ្នឹងចូលទៅហើយវាធ្វើឲ្យវីដេអូរបស់យើងហ្នឹងមានអ្នកមើលអ្នកគាំទ្រច្រើនហើយវារ៉េងបាទហើយយើង focus ចំទៀតហើយងាយស្រួលនឹងប្រើប្រាស់ពេលវេលារយៈពេលខ្លីបងប្អូនអាចនឹងទទួលបាន subscribe ច្រើននៅក្នុងរយៈពេលខ្លីតែម៉ោងពិបាករកចំពោះវីដេអូមួយចំនួនចំពោះជំនាញមួយចំនួនវីដេអូមួយចំនួនទៀតបងប្អូនអាចទទួលបានម៉ោងលឿនតែពិបាករក subscribe បងប្អូនឃើញទេអញ្ចឹងមិនមែនជារឿងងាយស្រួលទេតែខ្ញុំនៅតែនិយាយតែបងប្អូនព្យាយាមធ្វើទៅមិនអត់ប្រយោជន៍ទេយ៉ាងហោចណាស់ក្នុងមួយឆ្នាំបងប្អូននឹងឃើញថាបងប្អូនមានភាពរីកចម្រើនអីខ្លះហាមតែមួយគឺការប្រើប្រាស់នៅធនធានដែលបងប្អូនមិនទាន់មានយកទៅដាក់បន្ថែមដើម្បីធ្វើការងារហ្នឹងពីព្រោះធនធានទាំងអស់នោះនៅពេលដែលបងប្អូនប្រើប្រាស់មិនប្រយ័ត្នយកពីកន្លែងផ្សេងមកកម្ចីមកប្រើប្រាស់វាធ្វើឲ្យបងប្អូនមានវិបត្តិសេរីនៅពេលដែលបងប្អូនធ្វើទៅបរាជ័យហ្នឹងហើយអញ្ចឹងនេះគឺជាការចែកម្លែករបស់ខ្ញុំមួយពាក់ព័ន្ធនឹងការរលុយនៅលើអ៊ីនធឺណិតដែរដែលលើកយកមកពាក់ព័ន្ធនឹង YouTube បាទហើយតាមការសង្កេតមើល YouTube បច្ចុប្បន្ននេះគឺបើនៅស្រុកខ្មែរយើងតែម្ដងគឺយើងមានអត្ថប្រយោជន៍ខ្ពស់ជាង Facebook និង platform ផ្សេងៗបាទហើយនឹងមួយទៀតនោះគឺប្រភេទពួក ad network ផ្សេងៗហ្នឹងក៏អាចមានអត្ថប្រយោជន៍ដែរប៉ុន្តែខ្ញុំrecommend ថាបងប្អូនគួរតែធ្វើ YouTube ណាធ្វើតាមចំណង់ចំណូលចិត្តតាមជំនាញតាមធនធានដែលបងប្អូនមានសិនជាងបងប្អូនទៅប្រើប្រាស់ធនធានដែលខ្ចីគេដែលយកមកពីកន្លែងផ្សេងដើម្បីដាក់ទុនបន្ថែមក្នុងការធ្វើការងារហ្នឹងអញ្ចឹងកន្លែងនេះគឺខ្ញុំជូនជាយោបល់ប៉ុណ្ណឹងហើយបងប្អូនសាកល្បងយកទៅ research មើលខ្លួនឯងសាកល្បងមើលខ្លួនឯងធៀបជាមួយនឹងអ្វីដែលខ្ញុំនិយាយនៅក្នុងវីដេអូនេះតើវាដូចអ្វីដែលខ្ញុំនិយាយអត់ហើយបងប្អូននឹងទទួលបានអ្វីថ្មីបងប្អូនអាចចែកម្លែកบอกខ្ញុំវិញដូចគ្នាតាមរយៈ comment ខាងក្រោមមកព្រោះថាវីដេអូនេះខ្ញុំប្រើប្រាស់ពេលវេលាទំនេរនៅពេលក្រោយពីការងារនៅពេលថ្ងៃខ្ញុំមកធ្វើសម្រាប់បងប្អូនចែកម្លែកអញ្ចឹងបើបងប្អូនមានជាសំណួរបងប្អូនមានជាចម្ងល់ឬក៏ចង់ពិភាក្សាឬក៏មានអ្វីចែកម្លែកមកខ្ញុំវិញបងប្អូនអាចធ្វើការ comment នៅក្នុងវីដេអូរបស់ខ្ញុំបានបាទអរគុណច្រើនហើយសង្ឃឹមថាបងប្អូនជួយគាំទ្រនៅ channel នេះបន្តក៏ដូចជាវីដេអូដែលកំពុងតែចាក់ផ្សាយឲ្យបងប្អូននេះបាទបើសិនបើពេញចិត្តស្រឡាញ់ហើយនឹងគាំទ្រសូមជួយចុច subscribe ណាកុំភ្លេចជួយចុច subscribe ចុច like ចុច share ទៅដល់គ្នាយើងជាពិសេសអ្នកដែលកំពុងតែចាប់អារម្មណ៍នៅវិស័យ MO រលុយនៅលើ online ថ្មីនេះផងបាទអរគុណសង្ឃឹមថាបងប្អូនទាំងអស់គ្នាជោគជ័យទាំងអស់គ្នាបាទសុខសប្បាយអរគុណច្រើនបាទ